បងប្អូនមិនមែននៅសុកអានូទីនវាប្រកាសលេលែងពីដំណ័យបងប្អូនស្ទើរមានហេតុផលបងប្អូនតាមពិតហេតុផលដែលធំបំផុតនោះគឺការធ្វើសង្គ្រាមរយៈពេល4ថ្ងៃ5ថ្ងៃជាមួយកម្ពុជានេះគឺអត់មានបានប្រយោជន៍អីសោះគឺខាតយកទាំងខាតធំតែម្ដងបងប្អូនខាតទាំងទីតាំងកន្លែងឈរជើងខាតទាំងទាហានខាតរួមខាតអ្វីគ្រប់យ៉ាងបងប្អូនគឺអត់ចំណេញវាគិតថា4 5ថ្ងៃហ្នឹងអាចធ្វើឲ្យកម្ពុជាយើងយើងបែកចឹងបងប៉ុន្តែជាក់ស្ដែងគឺមិនបែកសំបីតែមួយទីតាំងមិនបែកហើយគឺបែកខ្លួនឯងទៀតបងប្អូនគឺតបដែលហ៊ានគឺខ្លាចជាជីច្រើនមែនតើបងប្អូនខ្លាចជាជីច្រើនមែនតើនៅលើដីកម្ពុជាជាពិសេសនៅម្ដុំប្រាសាទតាមាន់គឺច្រើនណាស់បងប្អូនមកកងពល200នាក់ជាងឡើងមកគឺទៅទាំងអស់បងប្អូននៅសល់4នាក់យើងចាប់ទុកហើយនៅជោគជ័យនៅបឹងតគួនក៏ច្រើនដែរបងប្អូនឃើញវីដេអូដែលឡើងមកដោតតុងហ្នឹងបងប្អូនគឺយើងប្រឡែងឲ្យដោតទេដូចយុទ្ធសាស្ត្រសម្ដេចគាត់និយាយអញ្ចឹងថាបើកឲ្យចូលមកចាំវាយគ្របយកអញ្ចឹងឃើញយើងទៅដកតុងវិញអញ្ចឹងយើងមានន័យថាពួកដែលឡើងមកដោតតុងហ្នឹងខ្លាចជាជីអស់ហើយបងប្អូនគឺវាមិនដែលក្បាលប៉ាន់ដែកមកទេដូចសម្ដេចគាត់ថាមិនដែលលើកត្រង់សេមកតាមទេអញ្ចឹងអានូទីនវាចាប់ដើមរំដោះខ្លួនបងប្អូនកុំឲ្យប្រជាពលរដ្ឋជេរតាន់កុំឲ្យប្រជាពលរដ្ឋក្តៅក្រហាយដាក់បន្ទុកតាន់អញ្ចឹងវាចាប់ដើមដកខ្លួនចេញឲ្យហើយដកខ្លួនចេញប្រកាសលាលែងពីតំណែងដើម្បីឲ្យប្រជាពលរដ្ឋដាក់បន្ទុកទៅលើស្ដេចសៀមបងប្អូនដាក់បន្ទុកទៅលើស្ដេចសៀមទាំងអស់ហើយស្របពេលដែលដូណាល់ត្រាំនឹងខមកចរចារវាងនាយករដ្ឋមន្ត្រីទាំងពីរប៉ុន្តែស្របពេលដែលអានូទីនហ្នឹងវាប្រកាសលាលែងតំណែងហើយតើដូណាល់ត្រាំនឹងទៅចរចាជាមួយអ្នកណានេះគឺជាសិតតែល្បិចទាំងអស់សិតតែល្បិចហើយឲ្យដូណាល់ត្រាំទៅចរចាជាមួយស្ដេចសៀមគឺវាមិនអាចទេអញ្ចឹងបើវាប្រកាសលាលែងពីតំណែងអញ្ចឹងអំណាចគឺធ្លាក់ទៅលើយោធាដដែលអញ្ចឹងនេះគឺជាល្បិច 100% មិននឹងថាតើពួកសៀមវាមានល្បិចអីយ៉ាងម៉េចទៀតទេយើងមានតែតាមដានទាំងអស់គ្នាទៀតបងប្អូន